ខ្ញុំដើរសរសៀរតាមរង្កាន់ដៃនៃស្ពានឈើមួយនេះទាំងក្នុងចិត្តគិតថាតើម្ចាស់ប្រាសាទបាត់ដំណើរអស់ហើយតើអស់លោកមានបានដឹងទេថាមានមនុស្សម្នាច្រើនណាស់ដែលមកទស្សនាប្រាសាទបឹងនេះនេះខ្ញុំចង់និយាយថាស្នាដៃអស់លោកដែលបន្សល់ទុកមកឲ្យកូនចៅនេះវាពិតជាមានតម្លៃរកអ្វីប្រៀបទៅមិនបានឡើយគឺថាទីចំជាទីគោរពនឹងជាទីមេត្រីនឹងមកជួបវិទ្យារាប់អាននៅពេលដែលបានចូលមកដល់ផ្នែកខាងក្នុងនៃប្រាសាទបឹងមាលាមានអារម្មណ៍ថាខុសប្លែកពីប្រាសាទដទៃទៀតព្រោះថាធ្វើដំណើរទៅប្រាសាទដទៃទៀតគឺភាគច្រើនគឺយើងដើរស្មើជើងតែដែលឡាយចំពោះប្រាសាទបឹងមាលាវិញគឺយើងបានឡើងតាមស្ពានហ្នឹងណាដើរតាមស្ពានដែលជាមើលទៅស្ពានហ្នឹងមានកម្ពស់ខ្ពស់ដែរស្ទើរតែពាក់កណ្ដាលនៃជញ្ជាំងនៃប្រាសាទរបស់យើងហើយកម្ពស់នៃប្រាសាទស្មើនឹងខ្លួនរបស់យើងតែម្ដងអញ្ចឹងណាយើងមកឃើញនៅទស្សនភាពទាំងមូលនៃបរិវេណនៃប្រាសាទបឹងមាលានេះចា៎ហើយអ្វីដែលជាភាពផ្លែអារម្មណ៍សម្រាប់យើងខ្ញុំទាំងពីរនាក់នោះគឺចូលមកដល់ខាងក្នុងនៃប្រាសាទបឹងមាលានេះឃើញថាដើមឈើគឺដុះច្រើនមែនទែនស្ទើរតែគ្រប់ទីកន្លែងទាំងអស់នៃប្រាសាទហើយគឺនៅទៅនេះឃើញពីខាងក្រៅក្នុងនេះគឺព្រឹសឈើកំពុងចាក់ឬស្អាតមែនទែននៅក្នុងប្រាសាទនេះហើយនេះគឺជាភាពអស្ចារ្យមួយសម្រាប់កម្មវិធីរបស់យើងចង់បង្ហាញទៅដល់ពុកម៉ែបងប្អូនក៏ដូចជាមិត្តយុវវ័យដែលមិនទាន់បានមកទស្សនានៃប្រាសាទបឹងមាលានេះពាក្យថាបឹងមាលាខ្ញុំបានឮសូរតាំងពីយូរយារណាស់មកហើយតែខ្ញុំមិនបានមកដល់ទេទើបតែពីនេះខ្ញុំបានឃើញផ្ទាល់នឹងភ្នែកហើយប្រិយមិត្តជាទីរាប់អានមិត្តដឹងទេនៅទីនេះមានផ្លូវបុរាណមួយដែលលាតសន្ធឹងទៅកាន់ប្រាសាទភីម៉ៃឯណោះតើអាចទេតំបន់បឹងមាលានេះជាតំបន់យុទ្ធសាស្ត្ររបស់ព្រះមហាក្សត្រនោះយកតំបន់ហ្នឹងជាកន្លែងយុទ្ធសាស្ត្រនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រជាហើយអាចជាកន្លែងដែលខ្មែរឧទាហរណ៍ក្នុងរាជរបស់ព្រះអង្គតែម្ដងក្នុងរាជយ៉ាម៉ាន់ទី2ដែលព្រះអង្គបានធ្វើសង្គ្រាមជាមួយនឹងប្រទេសចម្ប៉ាជាមួយអីហ្នឹងព្រះអង្គអាចជាកន្លែងដែលទ័ពធ្វើការឆ្លងកាត់ផងដែរដើម្បីទៅធ្វើសង្គ្រាមជាមួយនឹងប្រទេសចម្ប៉ាជាមួយនឹងពួកដៃវៀតអីជាដើមហ្នឹងពួកយើងដើរតាមលោកពូហាក់បីដូចជាកូនដែលបដៅបានល្អណាស់អញ្ចឹងនេះក៏ព្រោះតែចង់ជជែកសួរលោកពូអំពីប្រវត្តិនៃប្រាសាទបឹងមាលានេះផងដែរតែអ្វីដែលយើងបានទទួលមកនោះវាមិនត្រឹមតែជាប្រវត្តិនៃប្រាសាទឡើយថែមទាំងមានរឿងព្រេងដល់ប្រជាប្រិយទៀតផងការវិវគ្គទី1បងសាមញ្ញយើងបានដឹងថាលោកពូបានជំរាបជូនអំពីរឿងនិទានមួយគឺដូចជារឿងស្ដេចដំរីសចាអញ្ចឹងមានបន្តទៀតទេលោកពូចំពោះសាច់រឿងនិទាននៅក្នុងបរិវេណខាងក្នុងនេះបាទទាំងជាធម្មតាណាតាមការចងចាំរបស់អ្នកស្រុកដែលគាត់និយាយតគ្នាមកតាក់ទងនឹងការខូចខាតរបស់ប្រាសាទណាគាត់និយាយហាក់បីដូចជារឿងព្រេងប៉ុន្តែរឿងព្រេងដែលតាក់ទងជាមួយនឹងប្រាសាទណាដូចជាក្នុងករណីប្រាសាទបឹងមាលានេះគឺមានរឿងព្រេងចំណងជើងគេអាចមាន2តាមរបៀបរបស់អ្នកស្រុកក៏មាន2ដែរគេស្គាល់2ទី1រៃសទី2គេថារឿងនាងទុនសត្រាប្រិយមិត្តទីរាប់អានតើមិត្តមានតែបានឮរឿងនិទានអំពីស្ដេចសំរីសដែរឬទេតើស្ដេចដំរីសមានអ្វីតាក់ទងទៅនឹងប្រាសាទបឹងមាលានេះទៅគ្រាន់តែចូលមកដល់ប្រធានបទនេះភ្លាមវាបានតាក់ទាញអារម្មណ៍ខ្ញុំយ៉ាងខ្លាំងតើរឿងស្ដេចដំរីសនិងនាងទុនស្ត្រាមានអ្វីប្លែកគ្នាដែរឬទេបើយើងនិយាយពីរឿងស្ដេចដំរីសប្រហែលជាអាចស្គាល់ដែរយើងបើនិយាយពីរឿងនាងទុនសត្រាមនុស្សខ្មែរដែលនៅក្នុងស្រុកថៃរាល់ថ្ងៃនៅខាងសុរិន្ទនៅខាងបុរីរាមក៏គេស្គាល់ជីវិតខ្មែរនៅក្នុងទឹកដីលាវមួយចំនួនក៏នៅស្គាល់រឿងទុនសត្រាណាជារឿងព្រេងដែលតាក់ទងនឹងប្រាសាទហើយនៅក្នុងដំណើររឿងព្រេងហ្នឹងគេថាប្រាសាទបឹងមាលានេះដែលវាលុបដែលវាបាក់បែកខ្លួនជាគេនេះគឺដោយសារស្ដេចដំរីសហ្នឹងជាឪពុកណាជាឪពុករបស់នាងទុនសត្រាណាមិត្តបានឮហើយតាមរឿងព្រេងមូលហេតុដែលនាំឲ្យប្រទេសបាក់បែកស្រែកដដីនេះ
គឺមកពីស្ដេចដំរីសនេះឯងឥឡូវយើងងាកមកស្វែងយល់អំពីផ្លូវបុរាណនេះវិញម្ដងតើផ្លូវនេះវាកើតឡើងយូរហើយឬនៅឬយ៉ាងណាតែផ្លូវបុរាណនេះមិនមែនទើបតែកើតនៅពេលហ្នឹងទេដល់កើតក្នុងរាជប្របាទសូរ្យម័នទី2ហ្នឹងទេមានន័យថាវាមានមុននឹងទៀតមានមុននឹងមិនដោយសារយើងឃើញដំណើរដើមតងហ្នឹងមហាក្សត្រខ្មែរក៏ចេញពីអង្គរទៅបង្កើតរាជធានីនៅកោះកេរដែរអញ្ចឹងផ្លូវដែលអែបជាប់នឹងប្រាសាទបឹងលលាហ្នឹងគឺទៅសយងកោះកេរទៅកោះកេរហើយពួកយើងបានចូលមកដល់ប្រធានបទដែលជួបចិត្តហើយគឺរឿងនាងទុនសត្រានេះឯងដែលល្បីល្បាញរហូតទៅដល់ប្រទេសជិតខាងយើងទៀតឯណោះតើមូលហេតុអ្វីបានជាម្ដាយនាងទុនសត្រាមានផ្ទៃពោះដោយមិនមានស្វាមីនោះថាអ្នកស្រុកទៅជីកដំឡូងនៅក្នុងព្រៃអញ្ចឹងទៅហើយធម្មតាអ្នកចូលព្រៃគេមានរៀងខ្លួនមានកំពង់ទឹកដាក់ទៅរៀងខ្លួនណាបាទហើយដល់ពេលកំពុងជីកដំឡូងទៅវាមានគោចង់ភ្លៀងចង់អីចឹងបាទតែហើយទៅមនុស្សមួយចំនួនគេចាក់ទឹកចោលដើម្បីត្រងទឹកភ្លៀងយកមកទុកហូបបាទហើយម្ដាយនាងទុនសត្រាហ្នឹងជាមនុស្សដូចថាឆោតជាងគេចាក់ទឹកអស់ពីកំពង់ចាក់ទឹកអស់ពីកំពង់ទៅដល់ពេលមេឃវាអត់ភ្លៀងមកអត់មានទឹកហូបអ្នកដតីគេចាក់មិនអស់ទេទុកខ្លះណាទុកទទួលទានបានតែម្ដាយនាងទុនសត្រាចាក់អស់ដល់ពេលទៅសុំវាអត់បានហូបស្រេកទឹកខ្លាំងដើរក្នុងព្រៃវាអត់មានទឹកដើរទៅចៃដន្យទៅជួបនឹងទឹកមួយកន្លុកនៅក្នុងជើងដំរីដែលគេគិតថាជាទឹកនោមដំរីរបស់ស្ដេចដំរីស